ថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកទស្សនារចនាបថគំនូរទូកងសារាយផ្កាយព្រឹកថ្មីទាំងអស់គ្នាហើយខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមើលមកជុំហើយធ្វើការ review ទូកអំពីកណូទូកនេះមកជុំតែម្ដងឲ្យបងប្អូនមើលហើយអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលគាំទ្រលើ channel YouTube បាទអុកញ៉ាសារាយផ្កាយព្រឹកហើយអរគុណសម្រាប់ការ subscribe បាទហើយនេះយើងពិបាកថតបន្តិចបងប្អូនដោយសារតែទីតាំងចង្អៀតហើយងឹតបាទនេះជាងកំពុងតែបាញ់ថ្នាំកែមបាទដោយសារតែយើងប្រើទម្រង់នៅរចនាបថទូកបាទតាមទូកចាស់របស់យើងណាយើងប្រើតាមទាំងអស់តែម្ដងបាទហើយគ្រាន់តែថាលើកហ្នឹងយើងបដូរ color បន្តិចបាទបដូរ color នោះដូចជាយើងដូរទម្រង់ color ហនុមានបន្តិចហើយនឹងផ្កាឈូកនេះបងប្អូននេះផ្កាឈូកដែលបងប្អូនបានឃើញនឹងទស្សនាហ្នឹងគឺតដែរទេតែគ្រាន់តែយើងដូរទៅជាចេញជាផ្កាឈូកមែនតែនអីចឹងណាពណ៌ដូចផ្កាឈូកមែនតែនហើយយើងមើលទៅ color នេះភ្លឺតាបងប្អូនតែគ្រាន់ថាទីតាំងល្ងឹតបាទទីតាំងងឹតយើងបាក់ថតណានេះហើយបងប្អូននេះយើងយករចនាបថតាមទូកចាស់របស់យើងចំណុះ67នាក់ហ្នឹងណាអញ្ចឹងទូករបស់យើងចំណុះ75នាក់ហ្នឹងគឺកំពុងតែប្រើប្រាស់រចនាបថនៃទម្រង់ចាស់ដដែលបាទមកខាងនេះរៀងភ្លឺបន្តិចនេះមកខាងនេះរៀងភ្លឺបន្តិចបងប្អូនដាក់ឲ្យគៀកមើលហនុមានណាបងប្អូនដែលទស្សនាវីដេអូហ្នឹងហើយជួយ subscribe ម្នាក់មួយផងបាទដើម្បីទទួលបាននៅវីដេអូថ្មីពី channel YouTube អុកញ៉ាសារាយផ្កាយព្រឹករបស់ខ្ញុំបាទឥឡូវចេញមកត្រួយខាងនេះបន្តិចនេះច្បាស់បងប្អូនបាទខាងនេះរៀងច្បាស់បន្តិចវែងគ្នាបន្តិចបងប្អូនបាំងប៉ាតង់ជាស្រ័យវែងប្រហែលជា5ម៉ែត្របាទវែងជាងគ្នាប្រហែលជា5ម៉ែត្រព្រោះទូកចាស់ហ្នឹង29ម៉ែត្រ8ទឹកហើយយើងមើលមកខាងនេះcolorដិតល្អបងប្អូនបាទហើយកណូយើងដូរពណ៌កណូបន្តិចប៉ុន្តែមើលទៅដូចគ្នាបងប្អូនដូចគ្នាបេះដាក់បាទដូចបេះដាក់តែម្ដងមើលបងប្អូនមើលណាឃើញទេអំណោយឯកឧត្តមបណ្ឌិតម៉ៅពិរុនតែគ្រាន់តែថាទូកថ្មីនេះគឺអត់មានដាក់អំណោយអ្នកណាទេព្រោះជាលុយរបស់សប្បុរសជនសុទ្ធបាទអញ្ចឹងគឺជាទូករបស់វត្តជាទូករបស់សប្បុរសជនហើយអក្សរធំល្អបងប្អូនហើយសារាយផ្កាយព្រឹកណាដិតច្បាស់ល្អតែម្ដងបាទហើយឥនតនូក៏យើងយកពណ៌តាមនេះដូចខ្ញុំនិយាយចឹងថាខុសទៅ color យើងថែម color ហនុមានប្លែកបន្តិចតែហនុមានគឺយើងយកតួអង្គហនុមានដដែលរូបដដែលហើយខាងមុខនេះគឺយើងយកក្បូរក្បាច់ដូចគ្នាបងប្អូនតែគ្រាន់តែខុសផ្កាឈូកនេះបងប្អូនណាហើយយើងនិយាយរួមទៅកណូទូកនេះចាប់ផ្ដើមគូបានប្រហែលប្រហែលជាទើបនឹងថា90%ទៅចុះបាទ87%ទៅ90%ចុះព្រោះវាមិនទាន់រួចរាល់ 100% ទេបាទនៅយើងថែមផ្កាយថែមអីនៅខាងមុខទៀតតែចេះតែថតទៅដើម្បីដាក់បញ្ចូលទៅក្នុង YouTube ឲ្យបងប្អូនយើងដែលជាអ្នកគាំទ្រស្នេហាវិស័យកីឡាប៉ាណាំងទូកនោះបានមើលបាទនេះនៅខាងមុខនេះយើងត្រូវដាក់ផ្កាយទៀតហើយនេះទូកចាស់បងប្អូនយើងងាកមកទូកចាស់បន្តិចហើយយើងប្លែកគ្នាតែចេះទេបងប្អូនទូកចាស់នេះគឺផ្ទៃផ្កាគឺយើងប្រើផ្កាលឿងចាស់ណាបងប្អូនណាប្រើផ្កាពណ៌លឿងចាស់បាទគំនូរបស់យើងហ្នឹងគឺប្រើពណ៌លឿងចាស់ហើយឥនតនូអីគឺដូចគ្នាទាំងអស់តែគ្រាន់តែថាទូកហ្នឹងយើងគូកនូ2ឆ្នាំទៅហើយអញ្ចឹងវាមានការស្លេកការស្លកអីតិចតួចទៅណានេះសារាយផ្កាយព្រឹកចាស់ចំណុះ67នាក់ដែលមានប្រវែងត្រឹមតែ29ម៉ែត្រ8ទឹកតែប៉ុណ្ណោះហើយយើងងាកមកទូកសារាយផ្កាយព្រឹកថ្មីរបស់យើងវិញបាទមានប្រវែង34ម៉ែត្រកន្លះបងប្អូនបាទចិត្តជាវាលើសកន្លះផងវាជិត35ម៉ែត្រហើយតែ color យើងបានប្រើប្រាស់ហ្នឹងគឺយើងប្រើដូចគ្នាក្បាច់ដូចគ្នាតែគ្រាន់តែ color ខុសគ្នានេះបងប្អូនណាយើងផ្ទឹមនេះយ៉ាងណា
មួយប្រើលឿងចាស់មួយទៀតប្រើពណ៌ឡាទុំបាទប្រើពណ៌ឡាទុំបាទហើយតែយើងមើលទៅដូចជាពណ៌ឡាទុំនឹងស៊ីពណ៌ស្អាតដែរណាស៊ីពណ៌ស្អាតដែរហើយនេះបងប្អូនសារាយកាយព្រឹកបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាហើយកុំភ្លេចជួយធ្វើការ Subscribe លើ Channel YouTube អុកញ៉ាសារាយកាយព្រឹកម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធទៅនឹងវិស័យកីឡាប៉ាណាំងទូកនៅកម្ពុជារបស់យើងនឹងធ្វើការអាប់ឡូតជូនបងប្អូនជារៀងប្រចាំតែម្ដងបាទសូមអរគុណសូមជម្រាបលាជូនពរបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារ